មនុស្សកើតឆ្នាំមមែឆ្នាំមមែធាតុមាសពងទេវតាស្រីមនុស្សប្រុសស្រីណាដែលកើតឆ្នាំនេះទំនាយទាយថាជាមនុស្សធន់កណ្ដាលមានទីលំនៅមិនសូវជាប់លាប់សេពគប់មិត្តភ័ក្តិមិនសូវសមប្រកបធ្វើការរាជការមិនសូវល្អបើរកស៊ីជួញដូរដោយប្រាជ្ញាច្រើនល្អប្រសើរអ្នកផងស្រឡាញ់ចូលចិត្តមនុស្សកើតឆ្នាំនេះជាមនុស្សមានវាសនាខ្ពស់ជាទីត្រូវចិត្តនៃមនុស្សទូទៅពេលជួបទុក្ខអាសន្នមានអ្នកធំជួយការពាររឹកពីសុភាពរៀបសារសម្ដីទន់ភ្លន់ពីរួមមានមិត្តភ័ក្តិច្រើនមិនថានៅទីណាប៉ុន្តែមិត្តច្រើននាំទុកមកឲ្យខ្លួនធ្វើគុណមិនបានផលមិនចេះចង់គំនុំគុំគួននឹងអ្នកណាឡើយចិត្តឆេវឆាវឆាប់ខឹងតែឆាប់បាត់ជាមនុស្សនិយាយតិចតែគិតច្រើនមុននឹងលូកដៃទៅចាប់កាន់ការងារអ្វីមួយប្រើគំនិតគិតល្អិតល្អន់មុខរបរដែលស័ក្តិសមជាងគេសម្រាប់មនុស្សដែលកើតឆ្នាំនេះគឺការលក់ដូរធ្វើចំនួនជួញប្រែនិងបានទៅជាអ្នកមានស្តុកស្តម្ភពីព្រោះជាមនុស្សមានការពិចារណាល្អិតល្អន់បើធ្វើការងាររដ្ឋល្អជាមធ្យមនឹងតាំងខ្លួនជាអ្នកមានបាននៅពេលអនាគត